សំពះគឺជាការគោរពចំពោះវត្ថុស័ក្តិសិទ្ធិឬក៏ជាសក្ការបូជាដែលគេបួងសួងសុំសេចក្តីសុខនិងគោរពចំពោះនរណាមួយដែលមានគុណចំពោះខ្លួនឬការគោរពគ្នាទៅវិញទៅមកតាមទំនៀមទម្លាប់ជនជាតិខ្មែរតាមទំនៀមទម្លាប់របស់ខ្មែរគឺការលើកដៃសំពះហើយវាមានភាពខុសគ្នាចំនួន5របៀបសំពះទី1លើកដៃប្រណម្យឡើងឲ្យចុងម្រាមដៃស្ថិតនៅត្រឹមថ្ងាសឬខ្ពស់ជាងក្បាលនេះគឺជាការសំពះសម្រាប់គោរពបូជាដល់វត្ថុឬបុគ្គលដ៏ខ្ពង់ខ្ពស់បំផុតដូចជាព្រះពុទ្ធពួកទេវតាព្រះព្រហ្មរបៀបសំពះទី2លើកដៃប្រណម្យឡើងឲ្យចុងម្រាមដៃស្ថិតនៅត្រឹមចន្លោះចិញ្ចើមនេះគឺជាការសំពះសម្រាប់គោរពដល់ព្រះសង្ឃឬព្រះមហាក្សត្ររបៀបសំពះទី3លើកដៃប្រណម្យឡើងឲ្យចុងម្រាមដៃស្ថិតនៅត្រឹមចុងច្រមុះនេះគឺជាការសំពះសម្រាប់គោរពដល់មាតាបិតាជីដូនជីតានិងលោកគ្រូអ្នកគ្រូរបៀបសំពះទី4លើកដៃប្រណម្យឡើងឲ្យចុងម្រាមដៃស្ថិតនៅត្រឹមមាត់របៀបសំពះទី5លើកដៃប្រណម្យឡើងឲ្យចុងម្រាមដៃស្ថិតនៅត្រឹមដើមទ្រូងនេះគឺជាការសំពះសម្រាប់ការស្វាគមន៍ឬគោរពដល់មិត្តភក្តិនិងអ្នកដែលមានវ័យតូចជាងខ្លួនយើងជាកូនខ្មែរជំនាន់ក្រោយយើងត្រូវចូលរួមថែរក្សានិងប្រតិបត្តិទំនៀមទម្លាប់ដ៏ល្អផូរផង់នេះឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនការយល់ដឹងនិងការគោរពវប្បធម៌ខ្លួនឯងគឺជាការបង្ហាញពីអត្តសញ្ញាណជាតិនិងកិត្តិយសនៃដួងព្រលឹងខ្មែរទៅកាន់ពិភពលោកសូមចូលរួមថែរក្សាវប្បធម៌ដូនតាយើងទាំងអស់គ្នាឲ្យបានគង់វង្សនេះគឺជាវប្បធម៌សំពះរបស់ជនជាតិខ្មែរយើងបើសិនអស់មិត្តជាកូនខ្មែរត្រូវតែខំសិក្សាស្វែងយល់និងជួយរក្សាខ្មែរផង